សូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីវិលត្រឡប់មកជួបគ្នាវិញសាជាថ្មីជាមួយនឹង Channel បាក់សីទេពថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្ដាប់អំពីប្រវត្តិរឿងទាហានខ្មែរបង្ក្រាបខ្មោចទាហានសៀមរឿងទាហានខ្មែរបង្ក្រាបខ្មោចសៀមរឿងរ៉ាវនេះកើតឡើងនៅក្នុងកំឡុងឆ្នាំ2011ដែលបានកើតឡើងចំពោះទាហានមួយក្រុមហើយនៅសម័យកាលនោះបងប្អូនសុទ្ធតែដឹងហើយថានៅក្នុងប្រទេសកម្ពុជារបស់យើងកំពុងតែជាប់ដៃប្រយុទ្ធគ្នាជាមួយនឹងសៀមឬក៏ប្រទេសថៃប៉ុន្តែខ្ញុំសូមហៅវាថាសៀមទៅចោះព្រោះបច្ចុប្បន្ននេះវាបានធ្វើទុកបុកម្នេញនិងធ្វើបាបប្រជារាស្ត្រខ្មែររបស់យើងដែលរស់នៅតាមតំបន់ជីដែនដែលធ្វើឲ្យយើងជាជនជាតិខ្មែរតែមួយដូចគ្នានេះមានការឈឺចាប់និងខឹងយ៉ាងខ្លាំងទៅលើជនជាតិចៅសៀមមួយនេះនៅក្នុងកំឡុងឆ្នាំ2011នោះគឺមានបញ្ហាប៉ះទង្គិចគ្នារវាងទាហានខ្មែរហើយនិងទាហានចៅសៀមដែលពាក់ព័ន្ធទៅនឹងរឿងប្រាសាទព្រះវិហារដែលចៅសៀមវាបាននិយាយថាទាហានខ្មែររបស់យើងបានបំពានទៅលើទឹកដីដែលជាទឹកដីរបស់សៀមនោះឯងប៉ុន្តែតាមពិតទៅចៅសៀមនេះគ្មានអ្វីជារបស់ខ្លួននោះទេប៉ុន្តែខាងក្រឡៃប្រវត្តិសាស្ត្រនិងលួចរបស់អ្នកជិតខាងតែប៉ុណ្ណោះនេះគឺជាជំនាញរបស់ចៅសៀមមួយនេះដែលតតាំងពីដូនតារបស់វាមកហើយតែងតែធ្វើបាបប្រជាជនខ្មែរនិងប្រទេសខ្មែរតគ្រប់ជំនាន់មិនដែលស្រាកស្រានឡើយនៅក្នុងឆ្នាំ2011នោះមានទាហានជនជាតិខ្មែរមួយក្រុមបានដើរល្បាតព្រៃនិងការពារនៅតាមតំបន់ព្រំដែនភាគខាងលិចជាប់នឹងព្រំប្រទល់ប្រទេសសៀមហើយក៏ជាតំបន់ដែលធ្លាប់ប៉ះទង្គិចគ្នារវាងទាហានសៀមនិងទាហានខ្មែរផងដែរដែលនៅក្បែរឬក៏ជិតតំបន់ប្រាសាទព្រះវិហារនោះឯងហើយអ៊ំប្រុសម្នាក់នោះខ្ញុំសូមមិនប្រាប់ឈ្មោះពិតរបស់គាត់នោះទេដែលខ្ញុំសូមដាក់ឈ្មោះថាឈ្មោះលោកអ៊ំផានលោកអ៊ំផានគាត់មានមិត្តភ័ក្តិជាទាហានរបស់គាត់4នាក់ឲ្យតែពេលគាត់ដើរយាមល្បាតនៅតាមតំបន់ព្រំដែនគ្នាគាត់4នាក់តែងតែដើរជុំគ្នាជានិច្ចដោយមិនបែកគ្នានោះទេព្រោះពួកគាត់រាប់អានគ្នាជាបងជាប្អូននៅក្នុងបន្ទាយទាហានចាប់តាំងពីថ្ងៃដែលគាត់បានចូលទៅធ្វើទាហានជាមួយគ្នាមកម្លេះអ៊ំផានគាត់មានប្រពន្ធកូនហើយក៏ផ្ទះសម្បែងរបស់គាត់ស្ថិតនៅជិតតំបន់ព្រំដែនដូចគ្នានៅថ្ងៃមួយនោះពួកទាហានសៀមក៏បានបាញ់រះមកលើទាហានខ្មែររបស់យើងមុននៅពេលនោះសង្គ្រាមក៏បានផ្ទុះឡើងរវាងកម្ពុជាហើយនិងចៅសៀមនោះឯងពួកចៅសៀមវាពិតជាខូចខ្លាំងណាស់វាធ្វើអីទាហានខ្មែរមិនបានវាក៏បានបាញ់ប្លង់តម្រង់ទៅចំប្រាសាទព្រះវិហារធ្វើឲ្យមានការខូចខាតដល់ប្រាសាទជាដំណំសូមរីកាលោកមេក្រុមផាននៅពេលនេះចៅសៀមបានបាញ់សម្រុកមកលើយើងហើយដោយបាញ់តម្រង់និងប្លង់មកចំប្រាសាទព្រះវិហារធ្វើឲ្យប្រាសាទខូចខាតអស់ជាច្រើនណាស់តើយើងត្រូវបាញ់តបតវាដែរឬទេចាំស្ដាប់បញ្ជាថ្នាក់លើសិនណាយើងដាច់ខាតត្រូវតែស្ដាប់បញ្ជាលោកមេតបនៅខាងលើជាដាច់ខាតហើយយើងមិនត្រូវធ្វើអ្វីផ្ដេសផ្ដាន់ទេរងចាំប័ណ្ណបញ្ជាបាញ់តចាំយើងបាញ់ណាពួកទាហានចៅសៀមនោះក៏បានប្លង់គ្រាប់មកជាច្រើនគ្រាប់ដែលធ្វើឲ្យវត្តអារាមនៅទីនោះនិងផ្ទះសម្បែងប្រជាជនដែលនៅជិតនោះរងគ្រោះនិងខូចខាតជាដំណំ
រីឯទាហានខ្មែររបស់យើងក៏បានស្ដាប់បញ្ជាលោកមេតបបញ្ជាមកពីខាងលើហើយក៏បានបាញ់តបតគ្នាទៅវិញទៅមកស្ដាប់បទបញ្ជាមេតបខាងលើបញ្ជាឲ្យបាញ់ទាហានកម្ពុជាបានបាញ់គ្នាជាមួយនឹងទាហានចៅសៀមអស់រយៈពេលជាច្រើនថ្ងៃគួរសមដែលធ្វើឲ្យទាហានទាំងសងខាងស្លាប់និងរបួសរៀងៗខ្លួនប៉ុន្តែมันអាចដឹងពីចំនួនពិតប្រាកដបាននោះទេដឹងច្បាស់ត្រឹមតែថាទាហានចៅសៀមបានស្លាប់ចោលខ្មោចនិងគោជើងគ្នានៅលើទឹកដីកម្ពុជារបស់យើងរីឯទាហានកម្ពុជាវិញក៏មានរបួសនិងស្លាប់គួរសមផងដែរពេលនោះក៏មានសប្បុរសជនជាច្រើនបានជួយជាស្បៀងផ្សេងព្រមទាំងប្រជាជនក៏បានដាក់ស្បៀងនៅតាមផ្លូវដើម្បីជាជំនួយបន្តិចបន្តួចសម្រាប់វីរៈកងទ័ពរបស់យើងដែលនៅជួរមុខព្រោះថារវល់ជាប់ដៃធ្វើសង្គ្រាមដូច្នេះហើយមានតែប្រជាជននោះទេដែលជាទ័ពនៅជួរខាងក្រោយជាជំនួយទៅដល់ទាហានជួរមុខមិនថាជារបស់របរប្រើប្រាស់ឬក៏នំចំណីជាពិសេសនោះគឺអង្ករហើយនឹងម្ហូបក្រៀមក្រោះជាដើមប្រជាជនបានដាក់អមសងខាងផ្លូវពេលដែលឡានទាហានបើកទៅដល់គឺប្រជាជនចាំហុចឲ្យទាហាននៅលើឡានស្រេចតែម្ដងគឺនាំគ្នាគាំទ្រទាហានពេញដៃពេញជើងតែម្ដងធ្វើយ៉ាងណាការពារទឹកដីឲ្យបានពីចៅខ្មាំងឈ្លានពានទឹកដីខ្មែរលុះពេលសង្គ្រាមបានបញ្ចប់អ្វីគ្រប់យ៉ាងក៏បានស្ងៀមស្ងប់វិលរកសភាពធម្មតាវិញប៉ុន្តែក្នុងអារម្មណ៍នៅតែដិតដាមនិងមានការអាឡោះអាល័យស្រណោះស្រណោចទៅដល់ទាហាននិងវីរៈកងទ័ពដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែររីឯជនជាតិសៀមឬក៏ចោលសៀមវិញវាមានអារម្មណ៍ខឹងសម្បារនិងក្តៅក្រហាយយ៉ាងខ្លាំងព្រោះថាសហភាពអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារមកឲ្យខ្មែរហើយពេលនោះកម្ពុជារបស់យើងក៏បានបញ្ចូលប្រាសាទព្រះវិហារធ្វើជាបេតិកភណ្ឌពិភពលោកចាប់ពីពេលនោះទៅហើយសៀមក៏មានមហិច្ឆតានៅតែចង់លេបយកប្រាសាទព្រះវិហារដែលជារបស់ខ្មែរដដែលដោយវាបានប្រាប់កូនចៅរបស់វាថាខ្មែរបានដណ្ដើមប្រាសាទព្រះវិហារដែលជាប្រាសាទនៅក្នុងទឹកដីរបស់វានោះឯងតែតាមពិតទៅវាគឺជាចោរទៅវិញទេដែលតែងតែបំភ្លៃនិងបំភាន់ប្រវត្តិសាស្ត្រប្រាប់តកូនតចៅឲ្យរៀនធ្វើជាចោរដូចជាសម័យដូនតារបស់គេតាំងពីមុនមកអញ្ចឹងចេះតែចង់លួចរបស់អ្នកដទៃធ្វើឲ្យប្រជាជនឬក៏កូនចៅតពូជតពងវង្សត្រកូលរបស់ចោរសៀមនេះមានចិត្តស្អប់ខឹងនឹងប្រជាជនខ្មែរមានភាពមិនស្មើភាពគ្នារវាងប្រជាជនខ្មែរហើយនិងប្រជាជនសៀមវាតែងតែមើលងាយនិងមិនឲ្យតម្លៃលើប្រជាជនខ្មែរនោះទេនេះគឺជាសន្តានចោរដែលតែងតែចង់លួចយករបស់អ្នកជិតខាងជាពិសេសគឺរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឲ្យមានដូចជាវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ផ្សេងដែលវាបានចម្លងយកទៅប្រើប្រាស់ថែមទាំងអក្សរសាស្ត្រនិងអក្សរសិល្ប៍ផងដែរសាក់យ័ន្តផ្សេងគឺវាបានលួចចម្លងយកទៅប្រើប្រាស់ប៉ុន្តែទោះបីជាយ៉ាងណាក៏មិនអាចក្លែងបន្លំម្ចាស់ដើមបាននោះដែរព្រោះថាម្ចាស់ដើមពិតគឺមានឥទ្ធិពលនិងមានវត្ថុស័ក្តិសិទ្ធិជាច្រើនតាមការពារជានិច្ចលុះសង្គ្រាមបានចប់ប្រទេសសៀមហាក់បីដូចជាចាញ់ប្រៀបខ្មែរយ៉ាងខ្លាំង
ដោយខ្មែរបានជ័យជំនះជាស្ថាពរបានដកទង់ជាតិសៀមចេញហើយលើកទង់ជាតិខ្មែរអមជាមួយនឹងទង់ជាតិដែលបានបញ្ជាក់ប្រាប់ថាប្រាសាទព្រះវិហារគឺជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយគ្មានប្រទេសណាហ៊ានបំពាននិងឈ្លានពានបានទៀតទេព្រោះឋាននេះគឺជាកេរដំណែលដែលដូនតាខ្មែរបានបន្សល់ទុកឲ្យចាប់តាំងពីពេលនោះទៅពួកចៅសៀមក៏ផ្អាកឈ្លានពានមកលើទឹកដីខ្មែរអស់មួយរយៈពេលជាង10ឆ្នាំពេលដែលពួកគាត់បានដើរយាមល្បាតនៅក្នុងព្រៃក្រោយពេលចប់សង្គ្រាមនោះពួកគាត់ក៏បាននិយាយថាពួកគាត់ធំក្លិនស្អុយយ៉ាងខ្លាំងនៅជិតតំបន់ព្រំដែនហើយនៅក្នុងព្រៃក្បែរតំបន់ប្រាសាទព្រះវិហារលោកមេតបខ្ញុំបានឮដំណឹងមកថាមេតបនៅខាងលើយើងបានបញ្ជាឲ្យក្រុមរបស់ពួកយើងដើរល្បាតនាពេលយប់នៅត្រង់កន្លែងដែលយើងធ្លាប់មានបញ្ហាប៉ះទង្គិចគ្នាថ្ងៃដែលយើងមានសង្គ្រាមជាមួយនឹងចៅសៀមហើយក្រុមយើង4នាក់ត្រូវតែទៅដើរយាមនៅទីនោះព្រោះថាកន្លែងនោះអាចមានពួកទាហានចៅសៀមបន្លំចូលមកព្រំកិលព្រំដែនដូច្នេះហើយយើងត្រូវទៅកន្លែងនោះហើយត្រូវដើរយាមល្បាតនាពេលយប់ជារៀងរាល់យប់ទៀតផងតើមែនដែរឬទេពេលនោះលោកមេក្រុងផានក៏បានឆ្លើយតបយ៉ាងមុតមមហើយក៏មានជំនឿជឿជាក់ទៅលើក្រុមរបស់គាត់ថាពិតមែនហើយដោយសារតែពួកយើងគឺជាក្រុមខ្លាំងហើយក៏ជាក្រុមជួរមុខដែលមានភាពអង់អាចកាលពីសង្គ្រាមជាមួយនឹងចៅសៀមប៉ុន្មានថ្ងៃមុនគឺពួកយើងនេះហើយជាអ្នកសម្លាប់ពួកទាហានចៅសៀមអស់ជាច្រើនអ្នកបើរាប់ត្រួសទៅជិត100អ្នកឯណោះហើយតំបន់ដែលយើងត្រូវដើរយាមនោះឯងគឺខ្មោចចៅសៀមស្លាប់នៅទីនោះច្រើនណាស់ហើយបើទៅយាមវិញគឺត្រូវតែមានរបស់ការពារខ្លួនផងមិនដូច្នោះទេប្រយ័ត្នត្រូវខ្មោចពួកវាលោមជ្រុះសក់ព្រោះថាវាទើបតែស្លាប់មិនទាន់បាន1ខែទេទើបតែបានប្រមាណជា7-8ថ្ងៃហើយក្លិនក៏មិនទាន់បាត់ស្អុយដែរនៅស្អុយក្លិនអាសោចនៅទីនោះយ៉ាងខ្លាំងមិនអីទេលបងពួកខ្ញុំទៅទីណាក៏ដោយដែរឲ្យតែមានលបងផានទៅជាមួយគឺពួកខ្ញុំមិនខ្លាចទេព្រោះឲ្យតែបាននៅចិត្តលោកមេក្រុងផានពួកខ្ញុំតែងតែមានអារម្មណ៍ថាហាក់បីដូចជាមានអ្វីម្យ៉ាងមកបាំងនឹងឧបសគ្គអញ្ចឹងសូម្បីតែក្របកំភ្លើងក៏ពួកខ្ញុំមានអារម្មណ៍ថាមិនខ្លាចដែរហាក់បីដូចជាមានអ្វីមកប្រាប់ថាលោកមេក្រុងផានគឺពិតជាអង្អាចក្លាហានឈ្នះអមមានសត្រូវមែនហើយលបងមិនថាយាមនៅពេលយប់ឬក៏ពេលថ្ងៃនោះទេហើយមិនថាជួបមនុស្សឬក៏ជួបខ្មោចពួកខ្ញុំឲ្យតែបាននៅចិត្តលបងផានគឺមានអារម្មណ៍ថាកក់ក្ដៅហើយមានសុវត្ថិភាពខ្លាំងណាស់មិនអីទេលបងបើថ្នាក់លើបញ្ជាមកទៅហើយយប់នេះយើងចេញល្បាតនៅតាមតំបន់ព្រំដែននោះតែម្ដងទៅព្រោះខ្ញុំខ្លាចថាទើបតែចប់សង្គ្រាមថ្មីពួកវាគិតចង់មានគំនិតមកសងសឹកយើងណាលបងអ្នកទាំងអស់គ្នានិយាយនេះពិតជាត្រឹមត្រូវណាស់គំនិតពួកចោលវាមិនដែលបោះបង់មហិច្ឆតានៅក្នុងការលួចអ្វីមួយយ៉ាងពីយើងនោះទេជាពិសេសគឺពួកពូចោលសៀមនេះឯងវាតែងតែមានគំនិតលួចនៅអ្វីគ្រប់យ៉ាងដែលជារបស់ខ្មែរមិនថាតែជាវប្បធម៌ប្រពៃណីទឹកដីឬក៏អ្វីផ្សេងនោះទេបើសិនជាវាអាចលួចបានមួយណាហើយគឺវានឹងយកមួយនោះហើយវានឹងចិញ្ចឹមចិត្តលួចជាបន្តទៀតគ្រាន់តែថាយូរហើយនឹងឆាប់តែប៉ុណ្ណោះនៅសម័យកាលនេះវាមិនទាន់ទំនើបអ្វីអស្ចារ្យនោះទេប៉ុន្តែ4-10-20ឆ្នាំទៅខាងមុខទៀតមិនដឹងថាភាពរីកចម្រើននៃបច្ចេកវិទ្យាខ្លាំងប៉ុណ្ណានោះទេខ្ញុំព្រួយបារម្ភថាវាមកឈ្លានពានប្រទេសខ្មែរសាជាថ្មីម្ដងទៀត
ព្រោះវាមិនចោលគំនិតនៅក្នុងការលួចនោះទេហើយទៀតសោតនោះយើងដឹងច្បាស់ហើយថាប្រទេសសៀមមួយនេះវាក៏មានភាពរីកចម្រើនអភិវឌ្ឍហើយសេដ្ឋកិច្ចរបស់វាក៏ខ្លាំងជាងយើងទ្វេដងឯណោះបើនិយាយពីប្រជាជនរបស់វាវិញគឺមានច្រើនជាងយើងជិត10ដងឯណោះហើយសក្តានុពលសេដ្ឋកិច្ចរបស់វាក៏ខ្លាំងទំនាក់ទំនងការទូតនៅលើពិភពលោកគេក៏ស្គាល់ប្រទេសសៀមច្រើនជាងប្រទេសខ្មែរផងដែរហើយវាមានកម្លាំងទាហានក៏ច្រើនរីឯវាមានហិរញ្ញវត្ថុវិញក៏ច្រើនលើសយើងផងដែរខ្ញុំព្រួយបារម្ភថាទៅថ្ងៃអនាគតវានឹងឈ្លានពានយើងម្ដងហើយម្ដងទៀតប៉ុន្តែថ្ងៃនេះយើងជាអ្នកឈ្នះវាហើយក៏មិនដឹងថាថ្ងៃមុខយើងនៅតែឈ្នះវាទៀតដែរឬអត់នោះទេណាហើយចោះយើងនិយាយត្រឹមនេះទៅចោះយប់នេះយើងត្រៀមកម្លាំងរបស់យើង4នាក់ដើម្បីដើរយាមល្បាតនៅកន្លែងចាស់របស់យើងស្ដាប់បានហើយនៅអ្នកទាំងអស់គ្នាបាទទទួលបានលោកមេក្រុមលុះពួកគាត់បានរៀបរាប់និងបានប្រាប់គ្នាពីដំណើរដើមទងរឿងដែលត្រូវធ្វើនៅពេលយប់នេះហើយពួកគាត់ក៏ដល់ពេលវេលាដើរចេញល្បាតនៅក្នុងព្រៃនាតំបន់ព្រំដែនដែលធ្លាប់មានផ្ទុះសង្គ្រាមកាលពីប្រមាណថ្ងៃមុនលបងផានពួកយើងមកដើរល្បាតលើកនេះហាក់បីដូចជាចម្លែកដល់ហើយគឺសភាពការមិនសូវជាតានតឹងដូចពីមុនសោះកាលពីមុនសង្គ្រាមពេលដែលដើរល្បាតនៅពេលយប់បែបនេះច្បាស់ជាជួបពួកទាហានសៀមជាមិនខានទេយ៉ាងតិចណាស់មួយកន្លែងក៏ 4-10 នាក់ដែរប៉ុន្តែហេតុអ្វីក៏ម្ដងនេះស្ងាត់ជ្រាបដូចចោលលួចសេះអញ្ចឹងលបងតែលបងមានឆ្ងល់ដូចខ្ញុំទេ ពួកឯងមិនបាច់ឆ្ងល់ទេពួកដែលធ្លាប់យាមនៅទីកន្លែងនេះភាគច្រើនគឺបានស្លាប់អស់ហើយគឺខ្ញុំបានបាញ់សម្លាប់ដោយផ្ទាល់ដៃហើយខ្ញុំក៏ចាំមុខពួកវាច្បាស់ផងដែរពួកនេះវាតែងតែលួចចូលនិងរំកើរបងលួសដាក់ចូលមកក្នុងដីខ្មែរហើយថាជារបស់វាដល់តែពេលផ្ទុះសង្គ្រាមខ្ញុំក៏ប្រលះពួកវាមិនបន្ធូរដៃនោះទេហើយពួកវាវិញទៀតសោតបើសិនជាវាឈរនៅត្រង់កន្លែងណាហើយគឺវាផ្ដុំគ្នាតែម្ដងខ្ញុំរះតែមកបងទៅគឺដាច់ផ្ងាទាំងអស់ទៅហើយមិនចាំបាច់តម្រង់អីច្រើនទេពួកវាខ្លាចងាប់ណាស់មិនមែនដូចយើងនៅឆ្ងាយពីគ្នាហើយបាញ់ដោយប្រើយុទ្ធសាស្ត្រនោះទេពួកទាហានចៅសៀមនេះភាគច្រើនគឺជាក្មេងៗអាយុតិចៗណាស់គ្មានបទពិសោធន៍ការវឹកហាត់ក៏មិនបានល្អនឹងខ្ជាប់ខ្ជួនដែរគឺមកបំពេញឲ្យបានតែចប់ភារកិច្ចទាហាននឹងអាចឈប់ទៅវិញទេនៅពេលដែលពួកគាត់និយាយគ្នាសុកក៏ស្រាប់តែមានសំឡេងខ្យល់នៅខាងមុខហើយខ្យល់នោះគឺឮតែមួយកន្លែងនោះទេប្រៀបដូចជាមានមនុស្សអង្រុះដើមឈើអញ្ចឹងហើយនៅកន្លែងត្រង់ដែលគាត់បាញ់សម្លាប់ទាហានសៀមនោះឯងត្រង់កន្លែងនោះលោកបំផានគាត់ថាគាត់បានសម្លាប់ទាហានសៀមអស់7នាក់ដោយគាត់បានបាញ់រះយកតែម្ដងរួចហើយកូនក្រុមរបស់គាត់ក៏បានសួរថាលោកបងតើសំឡេងអ្វីនៅខាងមុខទៅជាសត្វជ្រូកព្រៃមានដែរឬទេហេតុអ្វីក៏យប់ស្មើនេះជ្រូកព្រៃនៅតែចេញទៀតឬក៏វាមករោគដំឡូងព្រៃស៊ីតែដឹងលោកបងថាមិនត្រូវមិនមែនជាជ្រូកព្រៃអាចជាខ្លាក៏ថាបានដែរណាអ្នកទាំងអស់គ្នាផ្ទៀងត្រចៀកស្ដាប់ឲ្យច្បាស់មើលថាតើសំឡេងនេះគឺជាសំឡេងអ្វីឲ្យប្រកាសខ្ញុំប្រកាស 100% ថាមិនមែនជាសត្វព្រៃនោះទេសំឡេងនេះគឺជាសំឡេងជើងទាហានរបស់ខ្មោចទាហានចៅសៀមបានដើរសម្ដៅ
មកពួកយើងហើយពួកយើងឆាប់ប្រុងជើងការឲ្យលឿនទៅព្រោះសំឡេងនេះហាក់បីដូចជាមានទាហានច្រើនណាស់មិនដឹងថាខ្មោចពួកវាត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យឬក៏អត់នោះទេបើសិនជាមិនបានយកទៅធ្វើបុណ្យទេគឺច្បាស់តែខ្លាចជាខ្មោចតៃហោងជាមិនខានទេហើយខ្មោចតៃហោងគឺលងសាហាវណាស់អូយលបងកុំនិយាយដូច្នេះអីខ្ញុំព្រឺរោមណាស់ខ្មោចតៃហោងជាប់មាត់អញ្ចឹងកុំនិយាយអីល្អជាងណាតើយើងគួរធ្វើយ៉ាងម៉េចទៅលបងខ្ញុំគិតថាយើងដើរទៅហើយកុំនាំគ្នាងាកក្រោយឲ្យសោះសម្លឹងមើលទៅតែខាងមុខទៅបានហើយឮសំឡេងអ្វីក៏ដោយហាមតមាត់តកជាមួយនឹងសំឡេងនោះឲ្យសោះក្រៅពីពួកយើង4នាក់ហាមនិយាយរោអ្នកផ្សេងជាដាច់ខាតចូលចាំសម្ដីរបស់ខ្ញុំណាលុះពេលពួកគាត់បានធ្វើដំណើរដើរទៅមុខប្រមាណជា4-10ចង្ហៀនក៏បានឮសំឡេងទាហានខ្មោចសៀមដង្ហើយពីក្រោយខ្នងរបស់ពួកគាត់ទាំង4នាក់ទៀវកនពួកมึงฆ่ากูต้องเอาชีวิตพวกมึงฆ่ากูกูต้องเอาชีวิตพวกมึงហ៎លបងផាននេះគឺជាសំឡេងពួកទាហានចោលសៀមតើលបងហេតុអ្វីបានជីវិតនិយាយថាតើលបងស្ដាប់បានទេខ្ញុំស្ដាប់មិនបានទេលបងវានិយាយថាយ៉ាងម៉េចទៅពេលនោះលោកអំផានក៏បាននិយាយថាអ្នកទាំងអស់គ្នាមានស្ដាប់ឮទេវានិយាយជាភាសាសៀមថាវានឹងយកជីវិតរបស់ពួកយើងទាំង4នាក់ហើយវាបាននិយាយទៀតថាពួកយើងទាំង4នាក់ជាអ្នកសម្លាប់វាហើយតើលបងមានវិធីសាស្ត្រអីដើម្បីការពារទេលបងហើយយើងគួរតែងាកក្រោយដែរឬទេព្រោះថាខ្ញុំទ្រាំមិនបានទេឮសំឡេងបែបនេះអត់ទ្រាំងាកមិនបានទេលបងហាមងាកជាដាច់ខាតព្រោះថាពួកឯងទាំង3នាក់នេះមិនចេះមុនវិជាការអ្វីទាំងអស់បើងាកក្រោយទៅច្បាស់ជាឃើញរូបភាពដ៏គួរឲ្យតក់ស្លុតដូច្នេះហើយរឿងរ៉ាវទាំងអស់នេះទោះឲ្យខ្ញុំជាអ្នកចាត់ការទៅចោះហើយសំឡេងខ្មោចនៅទីនោះក៏បានបន្លឺឡើងសារជាថ្មីម្ដងទៀតដែលលើកនេះគឺជាទាហានខ្មោចសៀមសូរិនវិញម្ដងដែលយើងតែងតែហៅថាខ្មែរសូរិនឯងឈប់សិនពួកអាទាហានខ្មែរឯងនេះឯងសម្លាប់ឯងបាញ់សម្លាប់ពួកឯងមិនចង់ស្លាប់ទេគ្រួសារនិងសាច់ញាតិមិនទាន់មកយកសាកសពរបស់ឯងទៅធ្វើបុណ្យឡើយធ្វើឲ្យវិញ្ញាណរបស់ឯងវិលវល់នៅនឹងព្រំដែននេះពួកឯងត្រូវតែសងជីវិតយើងវិញយើងនឹងយកជីវិតរបស់ពួកឯងទាំង4នាក់ពួកអាខ្មោចចោសៀមឯងនេះកាលពីនៅរស់ធ្វើអីពួកយើង4នាក់មិនបានផងឥឡូវស្លាប់ដោយសារតែយើងសម្លាប់ហើយខ្លាចជាខ្មោចតៃហោងនៅទីនេះពួកឯងមានសមត្ថភាពអ្វីមកចង់តាមលំបន្លាចពួកយើងនោះឯងពិតជាមិនខ្មាស់សម្ដីរបស់ខ្លួនឯងមែនតែបន្តិចទៀតយមរាជនឹងយកពួកឯងទៅកាត់ទោសហើយព្រោះថាពួកឯងមានទោសឈ្លានពានមកលើទឹកដីខ្មែរហើយមានទោសជាចោរដែលតែងតែលួចទឹកដីខ្មែរតាំងតែពីដើមរៀងមកថ្ងៃនេះយើងនឹងរំលាយវិញ្ញាណរបស់ឯងចោលដោយគ្រាប់កំភ្លើងអាគមរបស់យើងវិញម្ដងដើម្បីកុំឲ្យវិញ្ញាណខ្មោចតៃហោងរបស់ពួកឯងនេះលងបន្លាចកូនទាហានរបស់ពួកយើងទៀតចាំទទួលទៅនៅពេលនោះលោកអំផានក៏បានសែកមុនគាថា
Nè mô tát sạ bê cơ tát tát sa ma sam bồ tát sạ namo tát sạ bê cơ tát tát sa ma sam bồ tát sạ namo tát sạ bê cơ tát tát sa ma sam bồ tát sạ ế mi sang richet se ma yang kate samanta នៅពេលដែលគាត់បានសាច់មុនគាថាហើយគាត់ក៏បានផ្លុំដាក់ក្នុងកាំភ្លើងអាការរបស់គាត់ហើយគាត់ក៏បានបាញ់ចំនួន3គ្រាប់តម្រង់ទៅទិសខាងក្រោយខ្នងរបស់គាត់ដែលឮសំឡេងខ្មោចទាហានសៀមនោះតែប៉ុណ្ណេះវិញ្ញាណរបស់ពួកឯងលេងបានដង្ហើយហៅពួកទាហានខ្មែររបស់យើងទៀតហើយពួកអាទាហានចៅសៀមក្បាលខូចពូកែណាស់ខាងលួចទឹកដីមិនត្រឹមតែលួចទឹកដីនោះទេថែមទាំងបំភ្លៃប្រវត្តិសាស្ត្រទៀតកាលពីនៅរស់ខ្លាចជាចោរម្ដងហើយលុះពេលខ្លាចទៅជាខ្មោចក៏នៅតែមិនចោលសន្តានទៀតពួកឯងនេះពិតជាគួរឲ្យខ្នាញ់មែនអាយ៉ាពិតជាដូចអ្វីដែលពួកខ្ញុំបាននិយាយមែនឲ្យតែបាននៅចិត្តលបងផានគឺមិនបាច់ព្រួយបារម្ភអំពីហានិភ័យទេជួបមនុស្សក៏មិនខ្លាចបើជួបខ្មោចវិញរឹតតែពិសេសទៅទៀតព្រោះថាលបងផានជំនាញខាងចាប់ខ្មោចនិងរំលាយវិញ្ញាណអាក្រក់ពួកយើងមិនភ័យខ្លាចរឿងអមនុស្សនោះទេឲ្យតែបាននៅចិត្តលបងផាននោះមិនទេពួកយើងហើយចោះបានហើយពួកឯងមិនចាំបាច់សរសើរយើងទេយើងគ្មាននឹងរង្វាន់ឲ្យពួកឯងទេយើងឆាប់នាំគ្នាដើរយាមល្បាតតាមតំបន់ព្រំដែនទៅសូមអរគុណប្រិយមិត្តដែលបានស្ដាប់រឿងនិទានជាមួយនឹងបក្សីទេពកំហុសខុសឆ្គងដែលកើតមានឡើងនៅក្នុងវីដេអូនេះសូមប្រិយមិត្តខន្តីនិងអធិស្ឋានតាមការគួរយើងរងចាំជួបគ្នានៅវីដេអូក្រោយទៀតនៅពេលនេះខ្ញុំបាទបក្សីទេពសូមអរគុណនិងសូមគោរពលា